រៀនចិនថ្ងៃដំបូងកូនបើជ្រួញចិញ្ចើមមួយសូនសំខាន់ប៉ះឡៅឈឺហៅឲ្យអានទៀតតថនលកខអីយ៉ាចិនខាងណាអញ្ចេះនឹកឃើញអីយកវ៉ែនតានេះពាក់លេងតាំងពីផ្ទះមកជិះតាមឡានឡើងមកដល់សាលាហើយនៅតែអត់ទាន់ដោះទៀតអូគេដឹងកលៈទេសៈតើថាត្រូវចូលរៀនត្រូវបដូរមកពាក់វ៉ែនតាធម្មតាវិញតែមិនអញ្ចឹងផ្អើឡៅឈឺទៅផ្ទះបាត់ឥឡូវហ្នឹងខំសួរគាត់ថានេះគេមិនដែរអូនភ័យអត់គេឆ្លើយមកធ្វើប្រហើថាអត់ផងតែបើមើលតាមទឹកមុខនេះដូចជាចាប់ផ្ដើមហើយចិត្តចូលទៅដល់ថ្នាក់រៀនគេប្រាប់ខ្ញុំថាអូយចែរៀងភ័យតិចតិចដែរតើកាប់ពិតទៅនីគីធ្លាប់រៀនចិនម្ដងតើបងប្អូនតាំងពីគាត់នៅតូចប៉ុន្តែកាលហ្នឹងមិនបានរៀននៅសាលាត្រឹមត្រូវជាប់លាប់ដូចគេទេគឺទៅរៀនហ្នឹងរត់តាមខ្ញុំទៅរៀនជាមួយខ្ញុំហើយសួរថាខ្ញុំរៀនជាមួយអ្នកគេគឺរៀនជាមួយអ្នកចិត្តខាងដោយសារមានចាយម្នាក់នៅជាប់លបងផ្ទះខ្ញុំគាត់ចេះចិនទៅក៏ខ្ញុំសុំឲ្យគាត់ជួយបរៀនខ្ញុំពេលហ្នឹងបផមហ្វតថនលកខហទៅបាននឹងគេដែរតើកូនសិស្សនេះទៅដល់ភ្លាមគេអង្គុយសម្លឹងមើលជុំវិញឆ្វេងស្ដាំមុខក្រោយសិនព្រោះអត់ទាន់ទម្លាប់នឹងថ្នាក់រៀនហើយគេចាប់ផ្ដើមយកกระดาษដែលលោកឈឺចែកឲ្យមកសន្លឹកមិញមកមើលប៉ុន្តែមើលនោះមិនដឹងមើលចេញជាអីទេព្រោះទឹកមុខនេះមើលទៅដូចជារៀងស្អុយស្អុយជូជូប្អូនកំពុងតែជ្រួញចាមសុកលោកឈឺឲ្យអានពាក្យមួយគេបដូរទឹកមុខវិញឡើងលឿនមើលស្បែកជើងគេឲ្យលឿងតងាយហើយបើជើងមនុស្សវិញមិនដែរចេះនៅស្ងៀមអាម៉េចអញ្ចឹងបានគេថាមនុស្សយើងមើលតែមុខមើលអត់ដឹងមែនម៉ែនឡៃមិនឡៃសោស៊ីទួយឈីយ៉ងសម្រាប់បងប្អូនដែលចង់ចេះភាសាចិនចំណាយត្រឹមតែ$10ប៉ុណ្ណោះព្រោះឥឡូវនេះមជ្ឈមណ្ឌលអប់រំ Spring កំពុងបើកវគ្គសិក្សាថ្មីថ្នាក់មូលដ្ឋានគ្រឹះភាសាចិន CFC ដែលបងប្អូននឹងទទួលបានការបង្រៀនពីមូលដ្ឋានគ្រឹះ Pinyin ការបញ្ចេញសំឡេងនិងឃ្លាសន្ទនាប្រចាំថ្ងៃជាមួយគ្រូដែលមានបទពិសោធន៍ច្បាស់លាស់ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈ link ដែលខ្ញុំដាក់នៅក្នុង comment ខាងក្រោមបានណាឥឡូវនេះកូនពៅចេញពីរៀនចិនវិញហើយបានក្រដាស់មួយទុកយកទៅអាននៅផ្ទះវិញតោះចាំស្ដាប់ទាំងអស់គ្នាបផមហ្វតថនលកខហជីឈីស៊ីជឈសរជឈសរៀនតម៉ាក់ហ្នឹងឯងបានទៅរៀនមិនដែរចេះអាអ៊ីអ៊ីអូអ៊ីអូបងប្អូនកុំយកគំរូតាមឯសោះអអានអអអងអអ៊ីអងអងអ៊ីអ៊ីអ៊ីអេអូចូលមកទំព័រទៀតហើយងាប់ចូលមកទំព័រទៀតហើយអូសរុបទៅកូនពៅងុយគេងហើយអានតែមួយផ្លែតធ្លាក់ភ្នែកបាត់ក្បាលខូចយ៉ាងណាឲ្យទៅរៀនម្ដងបើកភ្នែកមិនដែលរួចអញ្ចឹងខ្ញុំឲ្យគាត់គេងសិនហើយបងប្អូនជម្រាបលាបាយបាយ